ជាកូនអ្នកក្រទេប៉ុន្តែខ្ជិលឲ្យរលួយមនុស្សក្រដូចជានាងណាតែមានលទ្ធភាពឯណាអាចធ្វើជាមានបានទៅក្រៅពីធ្វើរឿងថោកទាបបែបនេះយើងគ្មានកូនប្រសាដូចជាឯងនេះទេខោមិនខោអាវមិនអាវរឿងភរិយាក្រៅបញ្ជីសោភាបងសម្រេចចិត្តហើយថាបងនឹងនាំអូនទៅជួបម៉ាក់បងមិនចង់ឲ្យអូនរស់នៅលាក់លៀមបែបនេះទៀតនោះទេប៉ុន្តែអូនខ្លាចថាម៉ាក់របស់បងគាត់មិនព្រមទទួលយកអូនព្រោះតែអូនមិនមែនជាអ្នកមានទ្រព្យមុខមាត់ក្នុងសង្គមហើយក៏ជាក្មេងកំព្រាថែមទៀតប៉ុន្តែបងអាណិតអូនណាបងមិនចង់ឲ្យអូនមានឈ្មោះជាស្រីលួចលាក់នោះទេបងចង់បំពេញមុខមាត់ឲ្យអូនពេញច្បាប់បងច្បាស់ហើយឯងច្បាស់ហើយបងគិតថានឹងនាំអូនទៅជួបម៉ាក់បងនៅថ្ងៃស្អែកនេះតែម្ដងស្អែកនេះមែនទេមែនហើយយ៉ាងម៉េចមានអីមែនគឺគ្មានទេគ្រាន់តែអូនគិតថាវាដូចជាលឿនពេកមិនលឿនទេពួកយើងមិនមែនទៅស្គាល់គ្នាមួយខែពីរឯណាអូនគឺស្គាល់គ្នា2ឆ្នាំមកហើយណាកុំបារម្ភអីទុកចិត្តលើបងចុះមកចូលមកអូនចាភក្ត្រាឯងនាំអ្នកណាមកនឹងជាអ្នកបម្រើថ្មីមែនទេមិនមែនទេម៉ាក់គឺសោភាគឺជាកូនប្រសាររបស់ម៉ាក់ជំរាបសួរអ្នកម៉ាក់តើអ្នកណាជាម៉ាក់របស់ឯងយើងគ្មានកូនប្រសារដូចជាឯងនេះទេមើលចុះខោមិនខោអាវមិនអាវម៉ាក់កុំនិយាយបែបនេះបានទេយ៉ាងណានាងក៏ជាស្រីដែលកូនជ្រើសរើសដែរសូមម៉ាក់ទុកមុខមាត់ឲ្យនាងខ្លះផងទៅបានទេទុកមុខតើវាមានមុខមាត់ឯណាឲ្យយើងទុកមុខឲ្យទៅភក្ត្រាបើកូនចង់បានប្រពន្ធមិនខ្វះទេស្រីស្អាតកូនអ្នកមានឲ្យតែបាក់ដៃច្បាស់ជាឈរតម្រង់ជួគ្នាជាមិនខានទេមិនមែនបែបស្រែដូចជានាងនេះទេម៉ាក់ប៉ុណ្ណឹងបានឲ្យបងភក្ត្រាកុំតមាត់ជាមួយអ្នកម៉ាក់អីឈប់កុំហៅយើងថាម៉ាក់ទៀតឲ្យសោះណាយើងគ្មានកូនរបៀបនេះទេចាអ្នកស្រីតោះអូនសុភាបងនាំអូនទៅបន្ទប់ចាឈប់សិនឯងចង់នាំនាងទៅណាគឺទៅបន្ទប់ខ្ញុំនោះអីម៉ាក់មិនបានទេឲ្យនាងដេកនៅបន្ទប់អ្នកបម្រើទៅមិនបានទេម៉ាក់នាងជាស្រីដែលកូនស្រឡាញ់មិននឹងឲ្យនាងទៅគេងជាមួយនឹងអ្នកបម្រើបានទៅបានយើងឲ្យនៅលើផ្ទះនេះចាត់ទុកថាសំណាងណាស់ទៅហើយនៅចង់បានអីទៀតក្រាញ់ម៉ាក់ជាមនុស្សស្រឡាញ់មុខមាត់កិត្តិយសណាស់មែនទេចុះបើសិនជារឿងនេះលេចលឺចេញទៅក្រៅថាម៉ាក់ឲ្យកូនប្រសាគេងជាមួយនឹងអ្នកបម្រើតើគេនឹងសើចចំអកម៉ាក់យ៉ាងម៉េចទៅឯងតោះអូនចាសោភាអូនកំពុងតែគិតពីអីហ្នឹងគឺអូនមានអារម្មណ៍ដូចជាមិនល្អសោះហេតុអីទៅអូនមិនសប្បាយចិត្តព្រោះតែម៉ាក់មែនទេពិតមែនហើយអូនចេះតែខ្វល់ចិត្តថាអូនគឺជាដើមហេតុដែលធ្វើឲ្យបងនិងម៉ាក់បងមិនត្រូវគ្នាអូនកុំបារម្ភពីរឿងនេះអីតែបន្តិចទៀតទៅគេលែងអីហើយមនុស្សចាស់គឺតែងតែអញ្ចឹងកុំយកចិត្តទុកដាក់អីណាអូនជឿបងអូននឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យម៉ាក់បងគាត់លែងប្រកាន់នឹងអូនបានបងស្រឡាញ់អូនណាអូនក៏ស្រឡាញ់បងដូចគ្នាមុននឹងធ្វើអីឲ្យចេះមានភាពអៀនខ្មាស់ខ្លះផងអើយលែងទៅខ្លាចអីមិនអីទេម៉ាក់ពួកខ្ញុំមិនបានធ្វើរឿងមិនគប្បីឯណាគ្រាន់តែកាន់ដៃជើងគ្នាប៉ុណ្ណឹងមានអីត្រូវខ្មាស់គេទៅតែឯងកុំភ្លេចឲ្យសោះថាពួកឯងនៅមិនទាន់រៀបការនៅឡើយទេរឿងនេះខ្ញុំកំពុងតែគិតគូរឲ្យម៉ាក់ហើយក៏នឹងរៀបចំឲ្យបានឆាប់ដែរខ្ញុំធានាថានឹងមិនធ្វើឲ្យម៉ាក់បាក់មុខនោះទេទោះបីជាពួកឯងរៀបការក៏យើងនេះបាក់មុខដែរតើឲ្យយើងទៅចូលក្នុងចំណោមជំទាវបានយ៉ាងម៉េចបើយើងមានកូនប្រសាជាកូនក្ររហាមបែបនេះនោះបន្តិចទៀតនឹងលែងមានអ្នកមើងងាយបានទៀតហើយម៉ាក់ព្រោះមនុស្សស្រីដែលខ្ញុំរើសគឺមិនអាចអន់ជាងគេនោះទេសោភាបងទៅធ្វើការសិនហើយណាចាប្រចាំប្រចាំផងណាបងឥឡូវនេះលែងនិយាយជាមួយយើងកញ្ចាស់នេះហើយមែនទេខ្ញុំទៅធ្វើការសិនហើយម៉ាក់ពេលនេះភក្ត្រាគេចេញទៅហើយឯងក៏កំចង់មកធ្វើជាជំទាវអីក្នុងផ្ទះនេះដែរឆាប់ទៅក្រោយទៅការងារនៅក្នុងផ្ទះនេះមានច្រើនណាស់កុំឲ្យយើងចិញ្ចឹមនាងអស់អង្គឥតអំពើចាស់លោកស្រីនៅមានទៀតដីដែលនៅក្នុងសួននោះត្រូវតែលើកវាចាក់ដាក់ផ្កាគ្រប់កន្លែងទាំងអស់ឬទេយ៉ាងម៉េចធ្វើមិនបានមែនទេមិនមែនចឹងទេលោកស្រីគ្រាន់តែយើងថាហើយជាកូនអ្នកក្រទេប៉ុន្តែខ្ជិលឲ្យរលួយអញ្ចឹងតើទៅបានជាចង់ចាប់ប្រុសអ្នកមានដូចជាកូនប្រុសយើងដើម្បីកិច្ចផុតពីភាពក្រមនុស្សក្រដូចជានាងណាតែមានលទ្ធភាពឯណាអាចធ្វើជាអ្នកមានបានទៅ
ក្រៅពីធ្វើរឿងថោកទាបបែបនេះយ៉ាងម៉េចហូរទឹកភ្នែកស្អីនាងឯងហ៎មិនក៏មិនឆាប់ទៅធ្វើការទៅចាអ្នកស្រី អ្នកនាងការងារនេះជាការងារខ្ញុំទេទុកឲ្យខ្ញុំធ្វើបានហើយ មិនអីទេពូខ្ញុំធ្វើបាន ប៉ុន្តែការងារនេះធ្ងន់ណាស់ទុកឲ្យខ្ញុំធ្វើវិញ ពូឯងធ្វើស្អីនឹងអាធុងអ្នកណាប្រែឯងមកធ្វើហ៎ អ្នកស្រីគឺខ្ញុំឃើញអ្នកនាងធ្វើការងារនេះគិតថាវាជាការងារធ្ងន់ទៅបានជាខ្ញុំមកជួយទៅ យើងមិនបានប្រែឯងទេឯងឆាប់ចេញទៅ ប៉ុន្តែ ចង់ប្រឆាំងបជាយើងមែនទេ បាទអ្នកស្រីវីវរហើយត្រូវតែប្រាប់លោកប្រុសហើយទៅបាន យ៉ាងម៉េចហ៎នាងសុភាចង់លួចខ្ជិលមែនទេការងារនេះណាគឺស័ក្តិសមជាមួយនាងបំផុតហើយចាអ្នកស្រីខ្ញុំមិនមែនលួចខ្ជិលទេចាំខ្ញុំធ្វើបន្តចុះថ្ងៃនេះបើសិនជាធ្វើមិនហើយទេក៏មិនអោយឈប់ហើយក៏មិនអោយស៊ីបាយដែរដឹងទេចាអ្នកស្រីហើយមិនចិត្តភ្លៀងទៅហើយនេះថ្ងៃក៏រៀងជ្រះហើយដែរអើយមិនភ្លៀងហើយអូយដៃក៏ឈឺទៀតការងារក៏ធ្វើមិនទាន់រួចអូយវិលមុខណាស់ ហាសោភាសោភាសោភាអូនកុំកើតអីឲ្យសោះណាសោភាលោកគ្រូពេនតើប្រពន្ធខ្ញុំនាងកើតអីទៅហេតុអីបានជានាងដួលសន្លប់បែបនេះគឺមកពីនាងខ្សោយព្រោះតែប្រើកម្លាំងខ្លាំងហើយមិនមានអីចូលពោះទើបធ្វើឲ្យនាងខ្វះជាតិស្ករហើយក៏ធ្វើឲ្យវិលមុខបែបនេះប៉ុន្តែលោកកុំបារម្ភអីណាពេលនេះអ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយប៉ុន្តែត្រូវចាំថាត្រូវឲ្យនាងញ៉ាំឲ្យបានច្រើនបន្តិចបានអរគុណណាស់លោកគ្រូពេនសូភីឲ្យបងសុំទោសផងណាបងមិនគួរណាបណ្ដោយឲ្យអូននៅតែម្នាក់ឯងបែបនេះទេបងសន្យាថានឹងមិនឲ្យមានរឿងបែបនេះកើតឡើងទៀតជាដាច់ខាតគិតធ្វើយ៉ាងម៉េចទៅហេតុអីបានជាវាខ្សោយអីដល់ថ្នាក់នេះនាងម្នាក់នេះពិតជាអំពិលទុកយើងមែនតើអីមកហើយតើអេភក្ត្រានេះឯងមិនឃើញម៉ាក់នៅទីនេះទេអី សុំទោសផងម៉ាក់ពេលនេះខ្ញុំមិនចង់និយាយអ្វីទាំងអស់ភក្ត្រានេះកូនដើម្បីតែស្រីម្នាក់ណែកូនប្រែទៅជាបែបនេះកូនលែងចាត់ទុកម៉ាក់ជាម៉ាក់កូនហើយមែនទេបើសិនជាខ្ញុំអាចធ្វើបែបនេះបានមែនប្រហែលជាខ្ញុំធ្វើឲ្យម៉ាក់ភក្ត្រាពីមុនកូនមិនដែលនិយាយពាក្យបែបនេះដាក់ម៉ាក់ទេតែពេលនេះឯងលែងដឹងខុសដឹងត្រូវហើយបែរជាមកនិយាយពាក្យសម្ដីដូចជាមនុស្សព្រៃបែបនេះដាក់ម៉ាក់តើវាសមដែរទេហ៎ម៉ាក់នេះព្រោះតែម៉ាក់ជាម៉ាក់របស់ខ្ញុំទើបខ្ញុំមិនចង់ឲ្យមានរឿងពេលនេះម៉ាក់បានធ្វើអីខ្លះមិនមែនម៉ាក់មិនដឹងទេមែនទេធ្វើស្អីទៅយើងមិនបានធ្វើអីទេគឺម៉ាក់បានប្រើឲ្យសុភាធ្វើការជីកដីដាក់ដាំផ្កាស្អីរបស់ម៉ាក់នោះបើធ្វើមិនហើយមិនឲ្យនាងញ៉ាំបាយមិនឲ្យឈប់សម្រាកហាលថ្ងៃហាលភ្លៀងហេវហន់ម៉ាក់ទោះបីជាប្រើសัตว์ក៏ម៉ាក់ត្រូវតែឲ្យវាឈប់សម្រាកខ្លះដែរពិតមែនម៉ាក់ឲ្យវាធ្វើពិតមែនតែក៏ព្រោះតែចង់សាកការអត់ធ្មត់របស់នាងតែប៉ុណ្ណោះទេសាកការអត់ធ្មត់ម៉ាក់ខ្ញុំថាម៉ាក់ធ្វើនេះហួសហេតុពេកហើយថ្ងៃក្រោយហាមដាច់ខាតគឺមិនត្រូវប្រើឲ្យសុភាធ្វើការអ្វីទៀតនោះទេតោះអូនចាបងអេភក្ត្រាពីកម្មនេះខ្ញុំពិតជាមានទម្ងន់ពិតមែនបើប្រាប់បងភក្ត្រាប្រហែលជាគាត់សប្បាយចិត្តហើយបងចាំមិននឹងហេតុអីបានជាបងធ្វើមកជួម្លេះគឺបងមានរឿងចង់ប្រាប់អូនរឿងអីទៅថ្ងៃខាងស្អែកនេះបងត្រូវឃ្លាតពីអូនមួយសប្តាហ៍មានកិច្ចការសំខាន់បងមិនចង់បែកពីអូននោះទេគាត់ត្រូវទៅធ្វើការបើអញ្ចឹងរឿងមានកូននេះគួរតែលាក់គាត់សិនចុះដើម្បីកុំឲ្យគាត់បែកអារម្មណ៍ធ្វើការអីមិនអីទេត្រឹមតែមួយសប្តាហ៍តាបងទៅចុះអូនមិនអីទេតែតាំងពីអូនមកនៅទីនេះគឺ3ខែហើយពួកយើងមិនដែលបែកគ្នានោះទេបងពិតជាមិនចង់បែកពីអូនសំបីតែមួយវិនាទីមិនអីទេទោះឆ្ងាយគ្នាយ៉ាងណាតែបេះដូងយើងក៏តែងតែនៅជិតគ្នាជានិច្ចល្អរបស់បងសម្រេចចិត្តហើយចាំពេលបងត្រឡប់មកវិញការងាររបស់បងក៏រៀងស្បាយហើយដែរពួកយើងរៀបការទៅណាចាសូមបងធ្វើដំណើរដោយសុវត្ថិភាពបានអរគុណហើយបងទៅហើយណាទៅចុះកូនតើវាកាត់ស្អីវា
មិនក៏អួតចង្អោបបែបនេះអាយឬមួយមានកូនមិនបានយើងមិនអាចឲ្យកូនប្រុសយើងជាប់សាច់ឈាមជាប់ជាមួយស្រីថោកទាបបែបនេះទេពេលកូនយើងមិននៅនាងដូចខ្ជិលហើយមែនទេអ្នកស្រីគឺខ្ញុំវិលមុខនឹងអស់កម្លាំងណាស់វិលមុខអស់កម្លាំងអីនេះនាងកំពុងតែមានកូនមែនទេហេតុអីបានជាគាត់ដឹងនាងមិននិយាយបែបនេះគឺការពិតហើយមែនទេអត់គឺចាស់ពិតមែនបើតាមយើងមើលទៅកូននេះអាចមិនមែនជាកូនរបស់កូនប្រុសយើងផងក៏មិនដឹងមិនមែនទេអ្នកស្រីកូននេះគឺជាកូនរបស់បងភក្ត្រាគ្មានកូនអ្នកណាទៀតទេតែយើងមិនជឿនោះទេមនុស្សស្រីដែលមានល្បិចកលមកយាដូចជានាងធ្វើម៉េចយើងអាចដឹងបានទៅរឿងនេះហាមដាច់ខាតមិនត្រូវប្រាប់កូនយើងឲ្យដឹងនោះទេព្រោះបើសិនជាគេដឹងគេនឹងគិតថាកូននេះគឺជាកូនរបស់គេអ្នកស្រីតែកូននេះពិតជាកូនរបស់បងភក្ត្រាពិតមែនខ្ញុំមិនបានកុហកទេទោះជានាងនិយាយបែបណាក៏យើងមិនជឿដែរយល់ល្អនាងឆាប់រើអីវ៉ាន់ចាក់ចេញពីទីនេះភ្លាមទៅអ្នកស្រីមិនអាចបណ្ដេញខ្ញុំចេញពីទីនេះទេព្រោះពេលនេះបងភក្ត្រាមិននៅខ្ញុំមិនអាចនាងមិនអាចចាក់ចេញព្រោះតែនៅចាំយកទ្រព្យមែនទេគំនិតរបស់នាងគ្មានអ្វីក្រៅពីទ្រព្យសម្បត្តិនោះទេយើងប្រាប់នាងទៅចុះនាងកុំសម័យថាអាចបានមកកាក់ម៉ាស៊ីនឲ្យសោះណាឆាប់ចេញទៅបងភក្ត្រាអូនសុំទោសអូនពិតជាមិនអាចចាំរហូតដល់បងត្រឡប់មកវិញបានទេតែអូនចង់ប្រាប់បងថាអូនពិតជាស្រឡាញ់បងខ្លាំងណាស់អ្នកនាងប្រុងទៅណាពេលនេះមេឃចិត្តភ្លៀងទៅហើយណាអាធុងមិនមែនជារឿងរបស់ឯងទេឆាប់ចេញភ្លាមទៅកុំទៅយកអាសាមីស្រែកថោកទាបផិតក្បត់នេះអីក្បត់ផិតអីមែនហើយគឺវាតែមានកូនជាមួយប្រុសណាផងក៏មិនដឹងណែហើយក៏ថាមានកូនជាមួយនឹងកូនប្រុសយើងពេលនេះណាយើងមកដេញវាចេញហើយកុំឲ្យនាំចង្រៃដល់ផ្ទះយើងមិនអាចទេអ្នកស្រីអ្នកនាងមិនអាចធ្វើរឿងបែបនេះទេយ៉ាងម៉េចឯងមិនជឿយើងមែនទេឬមួយក៏កូនក្នុងពោះវាគឺជាកូនរបស់ឯងអាធុងមិនមែនទេអ្នកស្រីមិនមែនទេពូខ្ញុំមិនអីទេខ្ញុំទៅសិនហើយណាពូពុទ្ធធរឲ្យអ្នកនាងមិនបានជាមកជួបរឿងបែបនេះពេលនេះអ្នកប្រុសកំពុងតែរវល់ការងារនៅក្រៅប្រទេសទៀតតើគួរតែប្រាប់គាត់ដែរទេសំបីតែមេឃក៏មិនអាណិតខ្ញុំដែរមែនទេហេតុអីក៏ឲ្យខ្ញុំជួបរឿងជួចចាត់ក្នុងជីវិតបែបនេះទៅវិញកូនម៉ែឲ្យម៉ែសុំទោសផងណាកូនម៉ែមិនគួរណានាំកូនមករងទុក្ខវេទនាជាមួយម៉ែបែបនេះទេអូយឈឺពន់ណាកូនកុំកាត់អីឲ្យសោះណាកុំកាត់អីឲ្យសោះអូយជួយផងជួយខ្ញុំផងសោភាបងត្រឡប់មកវិញហើយសោភាមិនបានជាមិនឃើញសោភាអញ្ចឹងអ្នកប្រុសត្រឡប់មកវិញហើយហីមែនហើយខ្ញុំត្រឡប់មកវិញហើយពូចុះឯណាប្រពន្ធខ្ញុំនាងតាណាបាត់ហើយពូអ្នកនាងគឺតើមានរឿងអីមិនក៏មិនឆាប់និយាយមកពូគឺបែបនេះថាម៉េចខ្ញុំចាញ់ទៅរកនាងឥឡូវនេះមេឃភ្លៀងខ្លាំងណាស់តើសោភានឹងនៅឯណាទៅសោភាសូមឲ្យអូននិងកូនយើងកុំកានអីឲ្យសោះណាអ្នកណាគេហ្នឹងមើលទៅរូបរាងដូចជាអូនសោភាគឺអូនសោភាមែនតាសោភាបងភក្ត្រាទេបំផុតបងមកហើយអូនសោភាហេតុអីបានជាអូនខ្លាយទៅជាបែបនេះចាំបងនាំអូនទៅមន្ទីរពេទ្យណាលោកគ្រូពេទ្យតើប្រពន្ធខ្ញុំនាងយ៉ាងម៉េចទៅហើយពេលនេះនាងមិនអីទេប៉ុន្តែកូននៅក្នុងពោះនាងគឺលេងនៅហើយខ្ញុំអរគុណហើយលោកគ្រូពេទ្យបាទមិនអីទេនេះជាលើកទី2ហើយដែលបងធ្វេសប្រហែសបណ្ដោយឲ្យអូនរងទុក្ខវេទនាបែបនេះបងមិនគួរណានាំអូនមកឲ្យលំបាកបែបនេះទេស្រេកទឹកណាសុភាអូនដឹងខ្លួនហើយចាំតិចណាចាំបងទៅយកទឹកមកឲ្យអូនណែអូនញ៉ាំទឹកតាអរគុណហើយ
នយើងចាំមិនឲ្យបងកូនយើងគេមិនអីទេមែនទេ សុភាកូនយើងពេលនេះគេលែងនៅទៀតហើយ ថាម៉េចលែងនៅហើយបងភត្រាឲ្យអូនសំទោដែលអូនការពារកូនយើងមិនបានល្អគេមិននៅជាមួយយើងហើយតែបែរជាមិនចេះថែរក្សាអូនសំទោបង សុភាមិនអីទេអូនកុំយំអីណាឲ្យតែអូនមិនអីគឺល្អហើយ ភត្រាហេតុអីបានជាកូននាំនាងត្រឡប់មកវិញធ្វើអីទៅ ម៉ាក់កុំបារម្ភអីចាប់ពីពេលនេះទៅខ្ញុំនឹងមិនឲ្យម៉ាក់បានជួបនាងទៀតទេគឺពួកខ្ញុំនឹងរើចេញពីទីនេះហើយ ថាម៉េចរើចេញនេះកូនលែងបារម្ភពីម៉ាក់ហើយមែនទេ ម៉ាក់នៅអាចមកសួរសំណួរបែបនេះទៀតម៉ាក់បានធ្វើឲ្យកូនរបស់ខ្ញុំលែងនៅម៉ាក់បិះតែធ្វើឲ្យប្រពន្ធខ្ញុំស្លាប់ម្ដងជាពីរដងតើម៉ាក់ចង់ឲ្យខ្ញុំរស់នៅចិត្តម៉ាក់បានយ៉ាងម៉េចទៅ អើយភត្រាកុំទៅអីកូនម៉ាក់សុំវកុំទៅអីកូន បានហើយម៉ាក់អ្វីដែលម៉ាក់ធ្វើម៉ាក់គិតមើលដោយខ្លួនឯងចុះខ្ញុំមកនេះគឺមកយកអីវ៉ាន់សំខាន់មួយចំនួនហើយនឹងលេងត្រឡប់មកវិញទៀតហើយ ភត្រាអ្នកស្រី ម៉ាក់លោកគ្រូពេនតើម៉ាក់ខ្ញុំកាត់អីធ្ងន់ធ្ងរដែរទេពេលនេះអាការៈអ្នកជំងឺគឺមិនអាចធ្វើចលនាជើងមួយរយៈគឺទាល់តែមានអ្នកមើលថែនិងឧស្សាហ៍ឲ្យគាត់រៀនដើរឡើងវិញនោះទើបអាចដើរបានវិញដូចដើមគឺមានតែប៉ុណ្្នឹងទេខ្ញុំសុំទៅសិនហើយ បងភត្រាបងកុំបារម្ភពីអ្នកស្រីអីមិនអីទេអ្នកស្រីដឹងខ្លួនវិញហើយ ម៉ាក់ដឹងខ្លួនហើយហ៎ នេះម៉ាក់កើតអីមិនបានជាម៉ាក់នៅទីនេះ គឺម៉ាក់ដួលសន្លប់ពេលនេះម៉ាក់កំពុងទៅនៅមន្ទីរពេទ្យ មន្ទីរពេទ្យតើម៉ាក់កើតអីធ្ងន់ធ្ងរដែរទេគឺប៉ែតប្រាប់ថាអ្នកស្រីមិនអាចកម្រាត់ជើងមួយរយៈតែឲ្យតែឧស្សាហ៍ធ្វើចលនានឹងអាចត្រឡប់មកដូចដើមវិញហើយថាម៉េចមិនអាចដើរបានទេអ្នកស្រីកុំបារម្ភអីខ្ញុំនឹងមើលថែអ្នកស្រីដោយផ្ទាល់ខ្ញុំជឿថាមិនយូរទេអ្នកស្រីអាចនឹងជាសះស្បើយឡើងវិញមិនខាននេះនាងមិនប្រកាន់ខឹងនឹងខ្ញុំទេមែនទេមិនប្រកាន់ទេរឿងកន្លងផុតអស់ហើយអ្វីដែលសំខាន់គឺជាពេលបច្ចុប្បន្នទៅវិញទេហើយយើងពិតជាគិតខុសទៅលើនាងពិតមែន 3 ខែក្រោយមក អ្នកស្រីមួយណាសុភីម៉ាក់គិតថាម៉ាក់អាចដើរបានហើយកូនឈប់តង់ម៉ាក់ទៀតទៅណាអ្នកស្រីមិញនេះអ្នកស្រីនិយាយថាម៉េចគឺនិយាយថាម៉ាក់នោះអីឈប់ហៅម៉ាក់ថាអ្នកស្រីទៀតទៅណាកូនចាស់ម៉ាក់ ទីបំផុតម៉ាក់ទទួលស្គាល់សុភាហើយមែនទេម៉ាក់ មែនហើយពីមុនម៉ាក់តែងតែធ្វើបាបនាងរហូតម៉ាក់ពិតជាមានអារម្មណ៍ថាអាម៉ាស់ខ្លាំងណាស់មិននឹកស្មានថាយាយកញ្ចាស់ដូចជាម៉ាក់នេះបែរជាត្រូវក្មេងស្រីដែលម៉ាក់ធ្លាប់ធ្វើបាបស្ទើរស្លាប់ស្ទើររស់មកមើលថែម៉ាក់បានយ៉ាងល្អបែបនេះទៅវិញមិនអីទេម៉ាក់ចាប់ពីពេលនេះទៅគ្រួសារយើងនឹងឡើងមានរឿងកើតឡើងតទៅទៀតហើយពួកយើងនឹងរស់នៅជុំគ្នាដោយសុខសាន្ត បងពិតជាសប្បាយចិត្តណាស់ដែលអូនមិនប្រកាន់ជាមួយម៉ាក់ហើយម៉ាក់យល់ព្រមទទួលយកកូនប្រសាស្រីម្នាក់នេះ បានហើយអាកូននេះវៃបញ្ញាប់រៀបចំពិធីមង្គលការឆាប់ទៅកុំបណ្ដោយយូរពេកមិនល្អទេកុំឲ្យសុភាមានឈ្មោះថាភរិយាក្រៅបញ្ជីបែបនេះទៀតអី បាទម៉ាក់កូនដឹងហើយ